គ្រប់ឧបករណ៍ទាំងអស់ដែលយើងប្រើប្រាស់ដូចជាទូរស័ព្ទកុំព្យូទ័របបប្រើប្រាស់ផ្សេងៗតែងតែមានការអាប់ដេតសឹងតែរាល់ឆ្នាំប៉ុន្តែហេតុអីខួរក្បាលរបស់មនុស្សការគិតផ្នត់គំនិតមិនព្រមអាប់ដេតទៅតាមនឹងដែរគ្រប់ជំរាបសួរក៏ដូចជាសួស្តីមកកាន់វីដេអូខ្ញុំ Mr. Face Cover ថ្ងៃនេះខ្ញុំចង់និយាយទៅនឹងផោះតាងហ្នឹងហើយផោះតាងសួរថាតើសម័យនេះមួយគេប្រើគេជាផោះតាងហើយតើសម័យបច្ចុប្បន្ននេះគេប្រើអីជាផោះតាងហើយតើផោះតាងហ្នឹងអាចប្រើប្រាស់បានឬក៏មានប្រសិទ្ធភាពកម្រិតណាហ្នឹងហើយមុននឹងយើងនិយាយមកកាន់សម័យបច្ចុប្បន្នថាផោះតាងគេខ្លះយើងត្រូវកលេចមើលទៅសម័យមុនសិនថាគេយកអីជាផោះតាងជាសម័យមុនគេនិយាយទៅលើរឿងស័ក្តិសិទ្ធិគេជឿទៅលើស័ក្តិសិទ្ធិគេជឿទៅលើវត្ថុពិតជាក់ស្ដែងដែលយកមកបង្ហាញគេជឿទៅលើឯកសារផ្សេងមានกระดาษស្នាមអីត្រឹមត្រូវមានលាយលក្ខណ៍អក្សរអីត្រឹមត្រូវគេជឿទៅលើហត្ថលេខាអីត្រឹមត្រូវអីចឹងទៅអាហ្នឹងគឺគេប្រើប្រាស់របស់ទាំងអស់ហ្នឹងមកប្រើជាផោះតាងដើម្បីយកទៅប្រឹងប្រែងគេយកទៅវិនិច្ឆ័យផ្សេងទៅអាហ្នឹងទាក់ទងសម័យមុនណាហ្នឹងហើយអញ្ចឹងហើយនៅក្នុងសម័យមុនហ្នឹងផោះតាងហ្នឹងវាមានចំណុចខ្លាំងដូចគ្នាគឺវាអាចស្ទាបបានវាអាចប៉ះបានវាអាចមើលឃើញអីចឹងទៅច្បាស់អីចឹងទៅហ្នឹងហើយប៉ុន្តែក្នុងផោះតាងទាំងអស់ហ្នឹងក៏វាមានចំណុចខ្សោយដូចគ្នាវាអាចទាក់ទងរឿងខ្លាញ់ប្រឡំបានឯកសារខ្លះក៏អាចខ្លាញ់ប្រឡំបានហ្នឹងហើយសាក់សីខ្លះក៏អាចប្រឡំខ្លួនបានយកសាក់សីផ្សេងនេះទៅនោះការទិញលក់សាក់សីឬក៏អីចឹងទៅហ្នឹងហើយអាហ្នឹងវាជាចំណុចខ្សោយនិងចំណុចខ្លាំងរបស់ផោះតាងក្នុងសម័យមុននេះទៅបន្តមកទៀតទាក់ទងមកដល់សម័យបច្ចុប្បន្នអត់ទេមិនមែនសម័យបច្ចុប្បន្នទេទាក់ទងនឹងសម័យមុន AI អូខេខ្ញុំនិយាយមុន AI ចុះដែលអត់មាន AI ហ្នឹងហើយសម័យមុន AI គឺជាសម័យក៏វាជាសម័យ digital មួយដែរហើយវាក៏ជាសម័យដែល technology ជឿនលឿនគ្រាន់បើដែរហ្នឹងហើយគេជឿទៅលើគេខ្លះផោះតាំងដែលគេអាចយកមកនិយាយបានទាក់ទងជាមួយនឹងរូបភាពទាក់ទងរូបភាពទាក់ទងជាមួយនឹងវីដេអូទាក់ទងជាមួយនឹងអីគេទៀតឯកសារ digital ផ្សេងអូខេឬក៏កាមេរ៉ា CCTV អីចឹងទៅហើយមានរបស់ច្រើនទៀតដែលយើងអាចយកមកប្រើបានបញ្ជាក់ថាច្បាស់លាស់ថារូបភាពគឺវាយ៉ាងកម្រនឹង edit ឲ្យវាដូច edit កែប្រែបានវាមិនងាយអញ្ចឹងហើយសម័យមុន AI ហ្នឹងគេប្រើរូបភាពប្រើអីហ្នឹងឯងប្រើវីដេអូហ្នឹងដើម្បីមកបញ្ជាក់ដើម្បីមកបង្ហាញជាផុសតាំងអីចឹងទៅសួរថាវាមានចំណុចខ្លាំងវាមានចំណុចខ្លាំងដោយសារតែពេលខ្លះរូបភាពយើងអាចទៅត្រួតពិនិត្យទាក់ទងជាមួយពេលវេលាក្នុងការថតបានជាក់ស្ដែងថាថតនៅពេលណាមកប្រហែលថ្ងៃទីប៉ុន្មានអីបានអូខេវាអាចយកមកនិយាយបានតែអាហ្នឹងក៏អាចខ្លាញ់បន្លំបានដូចគ្នាតែខ្ញុំអត់និយាយទៅរឿងហ្នឹងវាត្រឹមត្រូវតែប៉ុន្តែចំណុចខ្សោយដែលខ្ញុំនិយាយចឹងគឺវាអាចខ្លាញ់បន្លំបានapp ខ្លះឬក៏ទូរស័ព្ទខ្លះអាចទូរស័ព្ទច្បាស់ណាស់ផ្លាស់ប្ដូរពេលវេលាបានអញ្ចឹងតែអាហ្នឹងស្អីលើអ្នកក៏អាចដឹងដែរហ្នឹងវារឿងធម្មតាទេក្នុងការផ្លាស់ប្ដូរពេលវេលាហ្នឹងវាអាចប្រើប្រាស់បានដូចគ្នាហើយបញ្ហាចំណុចខ្សោយមួយទៀតទាក់ទងរឿងឯកជនភាពឧទាហរណ៍កាមេរ៉ា CCTV អញ្ចឹងយើងមិនមែនចេះតែសុំបានយើងអាចមិនមែនចេះតែទៅយករបស់គេទិន្នន័យក្នុងកាមេរ៉ាហ្នឹងបានតើយើងសុំការអនុញ្ញាតពីម្ចាស់កាមេរ៉ាហ្នឹងថាយើងអាចយកទិន្នន័យពីកាមេរ៉ាហ្នឹងទៅប្រើប្រាស់ជាផុសតាំងបានអត់អីចឹងទៅអញ្ចឹងហើយវាទាក់ទងក្នុងរឿងការឯកជនភាពនឹងដែរហើយឯកសារក៏វាអាចពេលខ្លះបាត់បង់ដែរឯកសារ digital ពេលខ្លះអាចនឹងត្រូវបានលុបចោលអាចនឹងត្រូវបានខុសបច្ចេកទេសណាមួយធ្វើអត់វាអត់ដើរចឹងទៅអាហ្នឹងវាអាចមានដូចគ្នាឬក៏ត្រូវបានគេ hack កាមេរ៉ាអីចឹងទៅផ្សេងៗហ្នឹងក៏បានដូចគ្នាវាចឹងហើយមុនសម័យ AI ហ្នឹងក៏វាមានផុសតាងហ្នឹងក៏មានទាំងចំណុចខ្លាំងក៏មានទាំងចំណុចខ្សោយដូចគ្នាមកមើលក្នុងសម័យអនាគតទាក់ទងនឹងអនាគតវិញអនាគតនេះខ្ញុំនិយាយពី AI ដូចថាដល់កម្រិតមួយដែលgenerate រូបភាពបានបែបច្បាស់ល្អបានបែប the best បែបអាចជំនួសរូបភាពពិតបានទៅអញ្ចឹងហើយគេឈប់ជឿទៅលើរូបភាពទៀតដោយសារវា AI បង្កើតមកបានវីដេអូក៏ AI បង្កើតមកបានហើយមើលទៅវាពិតជាដូចការពិតមែនទែនអញ្ចឹងហើយគេលែងជឿទៅលើរូបភាពតែទៅសម័យអនាគតគេនឹងលែងជឿទៅលើរូបភាពលែងជឿទៅលើវីដេអូទៀតហើយដោយសារគេវាអញ្ចឹងដូចខ្ញុំនិយាយមកអញ្ចឹងគឺវាអាច generate មកបានអញ្ចឹងហើយគេផ្លាស់ប្ដូរទៅលើការជឿវិញគេអាចជឿទៅលើឯកសារ digital ដែលអាចត្រួតពិនិត្យត្រឡប់ទៅក្រោយបានមានថាម៉េចវាថារូបភាពហ្នឹងនៅថតនៅថ្ងៃហ្នឹងមែនហើយហ្នឹងមែនប៉ុន្តែត្រូវដឹងថាមុននឹងវាមកមិនអីមិនមុននឹងមួយថ្ងៃកើតអីឡើងមុននឹងនេះកើតអីឡើងមុននេះអញ្ចឹងហើយឯកសារ digital ដែលអាចជួបនឹង500%ទាក់ទងទៅលើ system ទាក់ទងលើការគ្រប់គ្រង system ឲ្យបានគេនិយាយទៅលើរូបភាពតែរូបភាពគឺជារូបភាពមួយទេប៉ុន្តែ system គឺទាំងអស់មកគេគ្រប់គ្រងបានទាំងអស់គេនិយាយទៅលើ system គេជឿទៅលើ system ហ្នឹងហើយជឿទៅលើ system ដែលអាចគ្រប់គ្រងបាន 100% នេះសម័យទៅមុខទៀតអនាគតអាច AI ដែលខ្លាចដល់ពេលដែល AI មួយដែលដល់កម្រិតអញ្ចឹងហើយ
ផុសតាំងចាស់ដែលយើងធ្លាប់ជឿថាជារូបភាពនឹងជាការពិតវីដេអូជាការពិតអីហ្នឹងចាប់ដើមលេងមិនសិទ្ធភាពទៀតហើយគេជឿទៅលើ system ក្នុងការគ្រប់គ្រងអាពួកហ្នឹងវិញយល់អត់ចំណុចខ្លាំងមានដូចគ្នាយើងវាមិនអាចខ្លាំងប្រឡំបានដោយសារគេវាតគ្នាមករហូតវាតគ្នា system គឺយើងគ្រប់គ្រង system វាមិនអាចប្រែប្រួលបានទេអញ្ចឹងហើយវាអាចមកបញ្ជាក់ថាវាជាការពិតបានវាអាចខ្លាំងប្រឡំបានអីចឹងទៅហើយមួយទៀតតើតើថាវាអាចត្រួតពិនិត្យបាន 100% គឺត្រួតពិនិត្យទៅអន្តរក្រោយបេតាតើថាវានិយាយថយក្រោយវាទៅក្រោយបានថាមិនអីចឹងទៅហើយត្រូវបានកត់តាទុកជាស្វ័យវត្តដោយសារពេលយើងពេលកម្មវិធីផ្សេងៗរបស់ផ្សេងៗគឺយើងចុច save ដល់ពេលខ្លះវា save auto ឲ្យយើងដូចយើងប្រើក្នុងអ៊ីនធឺណិតប្រើ Excel ប្រើអីក្នុងនៅលើ website ហ្នឹងប្រើ Excel នៅលើ website យើងពេលហ្នឹងយើងប្រើទៅវា save auto ឲ្យយើងឯង save auto ឲ្យយើងអញ្ចឹងអារបស់ហ្នឹងវាយើងអាចទៅត្រួតពិនិត្យឯកសារមុនបានអញ្ចឹងទៅហ្នឹងហើយខ្ញុំសិតនឹងច្បាស់ទៅតរឿងបច្ចេកទេសតិចហ្នឹងតែខ្ញុំតាំងយល់បាទប្រហែលប៉ុណ្ណឹងអ្នកខាងបច្ចេកវិទ្យាគាត់ដឹងច្បាស់ខ្ញុំក៏អាចបញ្យល់ច្បាស់ជាងនឹងទៀតក៏បានដែរបាទហ្នឹងហើយវាក៏មានចំណុចខ្សោយដែរចំណុចខ្សោយទាក់ទងនឹងឯកជនភាពខ្លាំងវាទាក់ទងនឹងបញ្ហាឯកជនភាពខ្លាំងមែនទែនដោយសារវាប៉ះពាល់ដល់បុគ្គលផ្ទាល់ហ្មងហ្នឹងហើយហើយមួយទៀតវាពឹងផ្អែកទៅលើ system ទាំងស្រុងវាពឹងផ្អែកលើ system ទាំងស្រុងអញ្ចឹងបើសិនជា system នឹង error វាច្បាស់ណាស់នឹងអត់អាចរករបស់នឹងមកឲ្យជាផុសតាំងបានវាប៉ះពាល់ដែរដោយសារតែតែ system error គឺយើងចូលឲ្យបានទេដូចយើងឃើញចឹង error 404អញ្ចឹងពេលខ្លះយើងត្រូវចូលយកឯកសារត្រូវបើកមើលអីចឹងទៅប៉ុន្តែចូលទៅវា error យើងចប់ហើយគាត់ថា error system គឺយើងចូលក្នុង system អត់បានហ្មងគឺចប់ហើយអញ្ចឹងហើយវាផ្ដល់ផលប៉ះពាល់ធ្ងន់ដែរហ្នឹងហើយហើយចុងក្រោយនេះមេទេខ្ញុំចង់ឲ្យសរុបមកវិញទាក់ទងនឹងផុសតាំងដែលយកមកប្រើប្រាស់ក្នុងសម័យមួយសម័យមុនគឺគេយកប្រើប្រាស់ផុសតាំងដូចខ្ញុំនិយាយហ្នឹងទាក់ទងនឹងអស័ក្តិសិទ្ធិចឹងទៅអញ្ចឹងហើយមានន័យថាសម័យមុនគេជឿទៅលើមនុស្សសម័យមុនគេជឿទៅលើមនុស្សដូចជាផុសតាំងដូចជាសាក់សីឯកសារដែលមានមនុស្សសញ្ញេវាយត្រាយចឹងទៅអាហ្នឹងគេជឿទៅលើមនុស្សប៉ុន្តែមកដល់សម័យមុន AI នេះគេជឿទៅលើគេជឿទៅលើទិន្នន័យគឺទិន្នន័យថាទិន្នន័យហ្នឹងអីគេខ្លះទិន្នន័យទៅតងរូបភាពទៅតងវីដេអូយកមកពីណាទិន្នន័យអស់ហ្នឹងអញ្ចឹងប៉ុន្តែនៅថ្ងៃអនាគតគេចាប់ដើមលេងមើលទៅលើផុសហ្នឹងទៀតគេមើលទៅលើ system គេជឿទៅលើ system នៅពេលសម័យ AI គេជឿទៅលើ system ដែលបានត្រួតពិនិត្យត្រឹមត្រូវដូចជាគេ blockchain ផ្សេងខ្ញុំអត់សូវដឹងច្បាស់ទៅតងនឹងពួក blockchain ពួកហ្នឹងពួក cryptocurrency ពួកហ្នឹងហ្នឹងហើយសេរីពួកហ្នឹងគេជឿទៅលើអញ្ចឹងវិញហ្នឹងហើយនៅថ្ងៃសម័យអនាគតសម័យ AI ហ្នឹងហ្នឹងហើយអញ្ចឹងហើយបើសិនជាយើងនៅក្នុងសម័យបច្ចុប្បន្នមុន AI នេះយើងមើលទៅ back ត្រឡប់ទៅវិញនៅសម័យមុនណាយើងនិយាយថាគេជឿបោះតាំងទៅលើគេជឿមនុស្សដែលរបៀបណាមនុស្សអត់អាចនិយាយការពិតអីចឹងទេអាហ្នឹងវាជាការគិតរបស់មនុស្សបច្ចុប្បន្នមើលទៅលើមនុស្សសម័យមុនប៉ុន្តែបើមនុស្សខាងអនាគតមើលមកសម័យនេះគេក៏និយាយដូចគ្នាថាហេតុអីមនុស្សទៅជឿទៅលើរូបអញ្ចឹងរូបអញ្ចឹងមាន AI ធ្វើបានវីដេអូហ្នឹងអញ្ចឹង AI ធ្វើបានហ្នឹងគឺជាការមើលរបស់មនុស្សអនាគតមកមនុស្សបច្ចុប្បន្នហើយមើលការមើលរបស់មនុស្សបច្ចុប្បន្នមើលទៅមនុស្សសម័យមុនវាអញ្ចឹងដូចគ្នាវាតែតែមានការអាប់ដេតតែមានការអភិវឌ្ឍរបស់គូក្បាលមនុស្សអញ្ចឹងទៅហ្នឹងហើយមនុស្សពីមួយចំនួនទៅមួយចំនួនគឺតែងតែមានការផ្លាស់ប្ដូរហ្នឹងហើយអញ្ចឹងហើយបើសិនជាយើងមិនព្រមផ្លាស់ប្ដូរទៅតាមសម័យកាលមិនព្រមផ្លាស់ប្ដូរទៅតាមយុគសម័យនេះទេច្បាស់ណាស់យើងនឹងដើរអត់តាន់គេហើយយើងនឹងត្រូវបានគេបោះបង់ចោលមានថាម៉េចពិភពលោកនឹងបោះបង់ចោលយើងមិនសិនយើងដើរអត់តាន់គេឧទាហរណ៍ដូចយើងការរត់ប៉ុណ្ណាអញ្ចឹងរត់ប៉ុណ្ណាគឺកាមេរ៉ាគេទៅចាប់តែលេខ1លេខ2ទេគេអត់មានកាមេរ៉ាណាមកចាប់លេខ10លេខ20ទេអត់មានទេអញ្ចឹងហើយគេចាប់តែអ្នកមុខគេចាប់តែអ្នកដែលរត់តាន់សម័យកាលទេអ្នកដែលរត់អត់តាន់គឺគេត្រូវបោះបង់ចោលគេបោះបង់ចោលហើយគេអត់ចាប់អារម្មណ៍ទេហ្នឹងហើយមួយទៀតខ្ញុំក៏ឆ្ងល់ដែរទាក់ទងថាគ្រប់ឧបករណ៍ទាំងអស់ដែលយើងប្រើប្រាស់ដូចជាទូរស័ព្ទកុំព្យូទ័របបប្រើប្រាស់ផ្សេងតែងតែមានការអាប់ដេតសឹងតែរាល់ឆ្នាំប៉ុន្តែហេតុអីខួរក្បាលរបស់មនុស្សការគិតក្នុងគំនិតមិនព្រមអាប់ដេតទៅតាមនឹងដែរហេតុអីនៅតែប្រកាន់ខ្ជាប់នៅអ្វីដែលចាស់គំរើអ្វីដែលដដែលដល់ការទៀតអូខេអញ្ចឹងហើយព្យាយាមអវត្តខួរក្បាលខ្លួនឯងផងទៅតាមយុគសម័យទៅតាមសម័យកាលមិននៅមួយចំណុចដដែលអញ្ចឹងទេអូខេនេះនឹងចប់តែប៉ុណ្ណាហើយបើសិនជាចូលចិត្តខ្ញុំសូមជួយចុច Subscribe ផងហើយបើសិនជាចូលចិត្តវីដេអូនេះចុច Like ចុច Share ផងអូខេបាយបាយ